សារព័ត៌មានអវិជ្ជារបស់ចៅថៃសម្រុកប្រឌិតផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវត្តមានរដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជាកាលពីពេលថ្មីៗនេះវត្តមានឯកឧត្តមវ៉ាងយីរដ្ឋមន្ត្រីក្រសួងការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជាកាលពីពេលថ្មីៗនេះនៅតែជាប្រធានបទក្តៅប្រៀបដូចជាងងើភ្លើងត្រូវបានផ្លុំឲ្យឆេះឡើងវិញដោយត្រូវបានសារព័ត៌មានអវិជ្ជាថៃតូចធំនិងអ្នកលេងបណ្ដាញសង្គមរួមនឹងពិធីការនីនានារបស់ប្រទេសថៃយកមកធ្វើការផ្សព្វផ្សាយបង្ហោះបង្ហើរនៅក្នុងចេតនាឌឺដងវាយប្រហារដោយក្តីច្រណែនឈ្នានេះមិនជាអស់មិនជាហើយសារព័ត៌មានរបស់ចៅសៀមបានព្រួតគ្នាព្រុសថាទាំងរដ្ឋមន្ត្រីការពារជាតិនិងការបរទេសរបស់ចិនតាមរយៈរដ្ឋមន្ត្រីការពារជាតិកម្ពុជាប្រកាសគាំទ្រកងទ័ពកម្ពុជាជាមួយនឹងការធ្វើទំនើបកម្មវិស័យយោធាទាំងជើងទឹកជើងគោកនិងជើងអាកាសកាសែតសៀមបានផ្សាយថាបញ្ហានេះវាគឺជាដំណឹងល្អនិងជាអ្វីដែលកម្ពុជាចង់បានដើម្បីទប់ទល់ជាមួយនឹងយោធាថៃតែសួរថាតើថ្នាក់ដឹកនាំកម្ពុជាបានដោះដូរនៅអ្វីខ្លះជាមួយនឹងប្រទេសចិនថ្នាក់ដឹកនាំកម្ពុជាពិតជាត្រូវបានដោះដូរអ្វីមួយហើយព្រោះនៅលើលោកនេះគ្មាននរណាឲ្យព្រីនោះទេខេត្តខ្លះនៅស្រុកខ្មែរឥឡូវមានជនជាតិចិនច្រើនជាងខ្មែរទៅទៀតចិនកាន់តែលះបង់ខ្មែរកាន់តែបាត់បង់នៅក្នុងនេះជាមួយនឹងការឌឺដងការញុះញង់ការប្រឌិតព័ត៌មាននិងការចោទប្រកាន់គ្រប់សារព័ត៌មាននិង MMO ចោទថៃក៏បានចោទចិនថាជាអ្នកនៅពីក្រោយខ្នងខ្មែរហើយពិតណាស់ប្រសិនបើមានជុំទី3គឺចិននេះហើយគឺជាអ្នកជួយខ្មែរដែលថៃត្រូវគិតឲ្យបានច្បាស់អំពីបញ្ហានេះយ៉ាងណាពាក់ព័ន្ធនឹងភាពចលាចលនៃការផ្សព្វផ្សាយព័ត៌មាននេះអ្នកតាមដានស្ថានភាពនយោបាយនិងសង្គមកម្ពុជាថៃបានលើកឡើងថានេះជាចំណុចខ្សោយរបស់សារព័ត៌មានអវិជ្ជាប្រទេសចោលដែលផ្សាយព័ត៌មានមិនពិតមិនបាត់ក្លឹងក្លែងឬវិភាគឲ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយគឺផ្សាយតាមការនឹកឃើញផ្សាយតាមរបៀបនៃការយល់សប្តិមិនមានវិជ្ជាជីវៈពោលតាំងពីកើតមានអធិការជាមួយនឹងកម្ពុជាជិត1ឆ្នាំមកនេះសារព័ត៌មានអវិជ្ជាថៃផ្សាយមិនដែលមានការពិតនិងផ្សាយចោទប្រកាន់កម្ពុជាជារៀងរហូតហើយផ្សាយយកតែល្អប្រទេសខ្លួនទាំងមុខក្រាស់ដូច្នេះវាមិនមានអ្វីចម្លែកនោះទេយ៉ាងណាមិញចំពោះរឿងរ៉ាវនៃវត្តមានរដ្ឋមន្ត្រីការបរទេសនិងការពីជាតិចិននៅកម្ពុជាជាមួយនឹងការប្រកាសជួយពង្រឹងវិស័យយោធារួមនឹងការធ្វើទំនើបកម្មយោធាទាំង3ផ្នែកផងនោះអាចថាជាដំណឹងក្តៅក្រហាយឬក៏ជាដំណឹងស្លឈាមរបស់ថៃឬអាចថាជាព័ត៌មានដែលពួកគេភ័យព្រួយឬថាជាព័ត៌មាននៃភាពច្រណែនរបស់ថៃក៏ថាបានព្រោះជាតិសាសន៍ថៃពីលើមកដល់ក្រោមមិនចង់ឲ្យខ្មែរខ្លាំងជាងពូកែជាងឬរីកចម្រើនជាងខ្លួននោះឡើយដើម្បីបំបាក់កម្ពុជាពួកគេរកគ្រប់កលល្បិចគ្រប់វិធីសាស្ត្រនិងមធ្យោបាយមិនថាដេកដើរឈរអង្គុយគឺពួកគេមិនសោកស្ដាយឬមានចិត្តមេត្តាករុណាជាមួយកម្ពុជានោះទេនេះបង្ហាញថាជាតិសាសន៍ថៃកំពុងខ្លាចស្រមោលខ្លួនឯងខ្លាចស្រមោលអតីតកាលនៃភាពរីកចម្រើនរបស់ខ្មែរត្រឡប់មកវិញ